លោកគ្រូ Pep Guardiola ហោះទៅទីក្រុង Barcelona រហូតទៅដល់3ថ្ងៃឯណោះដើម្បីលួងប្រពន្ធរបស់គាត់ The Sun សារព័ត៌មានលេខ1ផ្នែកខាងតាមដានរឿងក្រោមជើងគ្រែរបស់តារាបានរាយការណ៍ថាលោកគ្រូ Pep Guardiola របស់ក្លឹប Manchester City បានហោះទៅទីក្រុង Barcelona រហូតដល់3ថ្ងៃឯណោះដើម្បីលួងប្រពន្ធរបស់គាត់ឲ្យមកត្រូវគ្នាវិញបន្ទាប់ពីបែកគ្នាមួយរយៈធំកន្លងមកដោយសប្តាហ៍មុននៅថ្ងៃច័ន្ទលោកគ្រូ Pep បានទៅលេងផ្ទះរបស់ប្រពន្ធគាត់និងគ្រួសារបន្ទាប់មកគាត់ក៏បានទៅពេទ្យធ្មេញរីឯ Christina Serra ដែលជាប្រពន្ធរបស់គាត់មិនបាននៅផ្ទះទេតែនាងទៅកន្លែងលក់សម្លៀកបំពាក់ហើយពេលនោះដែរលោកគ្រូ Pep ក៏ទៅតាមកន្លែងលក់សម្លៀកបំពាក់ដូចគ្នាពួកគេបាននិយាយពិភាក្សាគ្នាអស់រយៈពេល3ម៉ោងឯណោះនៅទីនោះរួចពួកគេក៏ត្រឡប់មកផ្ទះវិញព្រមគ្នាតែម្ដងឆ្ងល់មែនទែនអាសារព័ត៌មាន The Sun នេះគឺពួកគេតាមដានគេមែនទែនដឹងសពដឹងគ្រប់បន្ទាប់ពីលោកគ្រូ Pep និងប្រពន្ធនិយាយត្រូវគ្នារួចមកគាត់ក៏បានមកបរិភោគអាហារពេលល្ងាចជុំគ្នានិងចុងក្រោយលោកគ្រូ Pep ក៏បានដេកនៅផ្ទះប្រពន្ធរបស់គាត់មួយយប់តភ្លឺតែម្ដងនិងព្រឹកឡើងក៏ហោះហើរត្រឡប់មកប្រទេសអង់គ្លេសវិញដោយសុវត្ថិភាពខ្ញុំគិតថា Manchester City ធ្លាក់ទម្រង់មកពីលោកគ្រូ Pep បែកគ្នានឹងឯងមកទៅតែឥឡូវលោកគ្រូ Pep របស់យើងគឺត្រូវគ្នាវិញហើយទៅលួងប្រពន្ធត្រូវគ្នាវិញថែមទាំងដេកនៅនោះមួយយប់ទៀតហើយផ្ដាំទៅ fan របស់ City ផងថាតា Pep is come back តា Pep គឺអារម្មណ៍ល្អវិញទៅហើយគ្នាយើងប្រហែលជាឡើងទម្រង់ក្នុងពេលឆាប់ៗនេះប៉ុន្តែខ្ញុំមិនជឿជាក់ថានឹងតាមទាន់ Liverpool ទេសូម្បីតែ Arsenal ក៏តាមមិនទាន់ផង